ករណីនេះមិនធម្មតាទេបងអូនប្រុសចាប់លុយគេត្រឹមតែ200ជាងទេក៏ប៉ុន្តែគេគិតការរហូតដល់700ដល់ពេលបងអូនប្រុសគ្មានលទ្ធភាពនៅក្នុងការសងបានតែដើមម្ចាស់លុយគេបានមកធ្វើការចាប់អូនញាត់ដាក់ឡានវាយឲ្យបខំឲ្យគាត់នេះចុចលេខកូដកុងមានលុយប្រមាណបាញ់ឲ្យគេអស់ហើយនឹងយកលុយខាងក្រៅថែមទៀតផងជុំករណីនេះមិនមែនលេងសើចទេណាប្រិមិត្តហើយកន្លែងដែលបានធ្វើសកម្មភាពចាប់អូនទៅហ្នឹងដាក់លើឡានហ្នឹងគឺនៅមុខពលានពោធិ៍ចិនតុងចាស់ស្ថិតនៅក្នុងដីខណ្ឌពោធិ៍សែនជ័យណាហើយបានយកទៅធ្វើសកម្មភាពនៅណាជួយពមៀនឯករាជ្យឯណោះចង់ដឹងថាតើរឿងរ៉ាវរបស់គាត់យ៉ាងម៉េចសូមបងប្អូនទៅស្ដាប់កិច្ចសភាជាមួយនឹងខ្ញុំទាំងអស់គ្នាអូនដំបងឡើយហ្នឹងរឿងរបៀបម៉េចអនឯងចាប់លុយគេប្រមាណបានឈានទៅដល់អានេះគេចាប់អនឯងញាត់ដាក់ឡានបខំដោះយករបស់របរបាញ់លុយក្នុងកងយកលុយក្រៅហើយឈានដល់ការវាយបងឯងថែមទៀតហ្នឹងដំបងខ្ញុំបានកម្ចីលុយគាត់មែនតែខ្ញុំសងគាត់ទាំងដើមទាំងការអស់ហើយប៉ុន្តែគាត់អត់ចង់ឲ្យខ្ញុំសងបន្ថែមទៀត700អនឯងខ្ចីគាត់ប្រមាណហើយគាត់តម្រូវអនឯងសងគាត់វិញប្រមាណដំបងខ្ញុំខ្ចីគាត់250ហើយខ្ញុំសងចំនួនគាត់អស់ហើយ100ការ30បងបាទសងគាត់អស់ហើយប៉ុន្តែគាត់ចង់ឲ្យខ្ញុំសងបន្ថែមទៀតហ្នឹងគាត់ចង់បានប្រមាណឲ្យសងបន្ថែមទៀតហ្នឹងឲ្យខ្ញុំសង700បងអញ្ចឹងលុយតែ200ជាងហ្នឹងឲ្យអនឯងសងគុណការចុះឡើងឡើងដល់700បាទអូហើយរឿងរ៉ាវដំបងឡើយហ្នឹងរបៀបម៉េចបានឈានទៅដល់ការគេចាប់បខំអនឯងដាក់ក្នុងឡានទីមទាលុយបែបហ្នឹងអូនដំបងខ្ញុំក៏ឃើញគាត់ដែរបងខ្ញុំអង្គុយផឹកស៊ីជាមួយពូម៉ាក់ខ្ញុំប្អូនខ្ញុំដល់ពេលហើយមានឡានអាប្រុសពណ៌កដោប្រមេះមួយជី5នាក់ម្ដងចុះក្បួចខ្ញុំ3នាក់ដាក់ចូលឡានហើយវាយខ្ញុំយកដុបខ្ញុំពីពលានទៅដល់នៅមុខនឹកអិចដែលមានឯករាជ្យហើយគាត់ប្រាប់គ្នាគាត់មួយថាធ្វើស៊ីខ្ញុំហ្នឹងហើយគាត់ដុបខ្ញុំទៅក្បាលខ្នល់វាយខ្ញុំយកលុយបងឯងច្បាស់អត់រឿងដែលអនឯងនិយាយទាំងប្រមាណហ្នឹងគឺជារឿងពិតបងបើអត់ពិតខ្ញុំសុខចិត្តទទួលតាមច្បាប់បងបាទប្រិមិត្តបើតាមរឿងរ៉ាវដែលគាត់បានបញ្ជាក់ប្រាប់មកណាគាត់បានចាប់លុយអ្នករាប់អានគ្នាហ្នឹងចំនួន$200ជាងប៉ុន្តែខាងអ្នកដែលចាប់លុយហ្នឹងគេតម្រូវឲ្យគាត់សងចំនួនប្រមាណ700ហើយគាត់បានសងតម្លៃនៃគាត់ចាប់ខ្ចីលុយដើមហ្នឹងគ្រប់គ្រាន់ហើយបាទបន្ទាប់ពីគ្រប់គ្រាន់ហើយរួចស្រាប់តែអដិញគេនោះនៅតែទីមទីឲ្យគាត់សងការជាបន្តទៀតខណៈដែលគាត់មិនមានលុយអដិញត្រូវសងការទៀតទេគេក៏ធ្វើការចាប់គាត់បខំដាក់នៅក្នុងឡានមានគ្នាប្រមាណអ្នកបងប្រុសមានចំនួន5នាក់បងមានគ្នាចំនួន5នាក់មកធ្វើការចាប់គាត់ដាក់ក្នុងឡានមានការបខិតបខំយកទាំងលុយនៅក្នុងកង់យកទាំងលុយនៅខាងក្រៅហើយមិនត្រឹមតែប៉ុណ្ណោះទេមានការវាយតបថែមទៀតផងតើទាំងធ្វើបែបហ្នឹងត្រឹមត្រូវនៃច្បាប់ដែរឬទេថាតើប្រសិនបើគេចាប់លុយយើងប្រមាណយើងទីមទីគេប៉ុណ្ណឹងមិនក៏យើងថាចាំបាច់ទៅទាញចាប់ដាក់ក្នុងឡានបខិតបខំបែបហ្នឹងនេះប្រសិនបើជារឿងពិតមែនបើម៉ូតូខ្ញុំនៅពេលហ្នឹងវាយកទាំងម៉ូតូទេបងហើយទូរស័ព្ទចាំតិចអូនចាំតិចបងអង្គុយផ្លែសិនឥឡូវអូនអាចបញ្ជាក់ប្រាប់បងបានអត់ថាតើកន្លែងដែលគេបានធ្វើសកម្មភាពនៅក្នុងការយកកន្លែងដាក់ឡានហើយចាប់បខំកន្លែងយកប្រាក់យកលុយបាញ់នៅកង់ហើយគម្រាមកំហែងកន្លែងហ្នឹងនៅស្ថិតនៅទីតាំងណាកន្លែងដែលចាប់ផ្ដើមណាបងដំបងវាចាប់ខ្ញុំមែនចាប់ខ្ញុំនៅមុខពលានតែវាមិនទាន់វាយខ្ញុំទេបងតែដល់ពេលដុបខ្ញុំទៅក្បាលខ្នល់ឈប់មុខពលាននៅណាមុខពលានថ្មីឬមួយពលានចាស់ពលានចាស់ពូចិនតុងយើងនេះហ៎អញ្ចឹងនៅនឹងដីពូសែនជ័យអូនអាចបន្តរឿងរ៉ាវបានបន្តពីដឹកអនឡាញពីមុខពលានទៅតើយកអនឡាញទៅណាបន្ថែមយកខ្ញុំទៅម្ដុំវិមានឯករាជ្យនៅមុខនឹក X2 ឲ្យលុយពួកអ្នកធ្វើស៊ីខ្ញុំឲ្យលុយពួកអ្នកធ្វើស៊ីខ្ញុំហើយពេលហ្នឹងក៏អត់វាយខ្ញុំដែរដល់ដុបខ្ញុំទៅក្បាលខ្នល់បានចាប់ដើមវាយខ្ញុំគម្រាមខ្ញុំឲ្យចុចលេខកុងហើយនឹងមានលុយប្រហែលឲ្យលុយវាអស់ដល់ហើយតែទៅអ្នកផ្ទះខ្ញុំឲ្យអ្នកផ្ទះខ្ញុំនឹងលើកឲ្យអ្នកផ្ទះខ្ញុំបាញ់លុយឲ្យវាទៀតតែអ្នកផ្ទះខ្ញុំម៉ាក់ខ្ញុំគាត់សម្រានលក់ឲ្យតែទៅ10ដងក៏គាត់លើកដែរអញ្ចឹងសាច់លុយដែលគេបានយកពីអនឡាញហ្នឹងចំនួនប្រមាណទាំងលុយក្នុងកុងទាំងលុយខាងក្រៅលុយខាងក្រៅ53លុយក្នុងកុង130អញ្ចឹងហ៎បាទបងប្អូនជាទីមេត្រីដែលបានជ្រាបហើយសាច់រឿងនេះឃើញថាគាត់ដំបូងបានចាប់លុយគេណាហើយស្រាប់តែគេហ្នឹងបានមកធ្វើសកម្មភាពចាប់គាត់នៅខាងមុខពលានយកដាក់លើឡានពលានចាស់នៅក្នុងដីពោធិ៍សែនជ័យយកទៅធ្វើការវាយផងហើយបខំឲ្យគាត់បាញ់ប្រាប់លេខកុងបាញ់លុយផងយកលុយខាងក្រៅផងអស់ចំនួនមួយចំនួនបាទដល់ពេលឥឡូវនេះគាត់អត់សុខចិត្តទេគាត់ចាប់លុយសងលុយហេតុអីបាច់មកធ្វើការវាយគាត់អដិញយកលុយគាត់បែបហ្នឹងអញ្ចឹងជុំវិញព័ត៌មាននេះខ្ញុំមិនមានអ្វីច្រើនទេមានតែទទូចស្នើសុំបាទទៅដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សូមសមត្ថកិច្ចមេត្តាជួយពិនិត្យជុំវិញនឹងករណីរបស់បងប្អូនប្រុសផងថាហេតុអីបានជាកកើតនៅរឿងបែបហ្នឹងមានមកបាទព្រោះរឿងនេះវាមិនត្រូវទេចាប់លុយត្រូវសងលុយមិនមែនចាប់លុយត្រូវមកចម្រិតលុយទេណាប្រិមិត្តអញ្ចឹងជុំវិញនឹងព័ត៌មានខាងលើនេះសម្រាប់មានសារៈមករហ័សបៃត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមជុំវិញនឹងករណីណាមួយសម្រាប់នឹងធ្វើការលំអិតក៏ដូចជាជម្រាបជូននៅព័ត៌មានទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាបន្តទៀតខ្ញុំបាទមានសារៈក៏សូមអរគុណនិងសូមគោរពលា
សំឡេងអនាម័យសូត្រនារីជាប្រេងកូនខ្មែរពិតៗ 100% សាច់សំឡេងស្ដាយទុំជក់ទឹកបានល្អផលិតពីកប្បាសសុទ្ធមិនហប់មិនស្គៀបមិនរមាស់ងាយស្រួលបត់បែនសូត្រនារីមានពីរប្រភេទត្រជាក់និងអត់ត្រជាក់មាន4ទំហំតម្លៃសមរម្យបងប្អូននារីអាចរកទិញបានតាម